Rương xe rì vẹ bên này chết đỏ.ព្រះដ៏មានព្រះភិក្ខកាលដែលទ្រង់គង់ប្រថាប់នៅក្រុងសាវត្ថីទ្រង់ប្រារព្ធភិក្ខុមួយអង្គដែលលះបង់សេចក្តីព្យាយាមទើបត្រាស់នៅប្រធមទេសនានេះថាអ៊ីធៈចេណាំងនិរាធិសិប៉ុណ្ណេះជាដើមព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់ថាមនាលភិក្ខុអ្នកបួសក្នុងសាសនាដែលឲ្យបានសម្រេចនៅមគ្គផលមានសភាពបែបនេះអ្នកបែរជាលះបង់នៅសេចក្តីព្យាយាមចោលអ្នកនឹងសោកសៅរហូតអស់កាលជាអង្វែងដោយសេរីវៈពាណិជ្ជបានវិនាសចាកថាសមាសដែលមានតម្លៃ100,000 កហបណៈដូចនោះឯងភិក្ខុទាំងឡាយបានទូលអារាធនាព្រះដ៏មានព្រះភិក្ខសូមព្រះអង្គទ្រង់សម្ដែងរឿងនោះដើម្បីឲ្យបានច្បាស់ប្រកបដល់ពួកខ្ញុំព្រះអង្គព្រះដ៏មានព្រះភិក្ខទ្រង់បានធ្វើហេតុដែលបានបិទបាំងទុកក្នុងរវាងភពឲ្យប្រកបក្នុងអតីតកាលក្នុងកັບទី5អំពីផតកັບនេះព្រះបរមពោធិសត្វបានកើតជាឈ្មួញដើរទិញរបស់ចាស់ចាស់និងលក់នៅរបស់ផ្សេងតាមភូមិស្រុកព្រះបរមពោធិសត្វក្នុងកាលនោះមានឈ្មោះថាសេរីវៈនៅក្នុងដែនសេរីវៈរដ្ឋគ្រាមួយកាលដែលទៅធ្វើចំនួនបានទៅជាមួយនឹងឈ្មួញលេះលោះម្នាក់ឈ្មោះសេរីវៈដូចគ្នាដែរបានឆ្លងទន្លេឈ្មោះនិលពាហៈហើយចូលទៅកាន់ព្រះនគរឈ្មោះថាអរិ ដ្ឋបុរៈទើបបែកផ្លូវគ្នាដើរលក់អីវ៉ាន់ក្នុងព្រះនគរនោះមានត្រកូលសេដ្ឋីមួយដែលមានបុត្រនិងបងប្អូនព្រមទាំងទ្រព្យសម្បត្តិទាំងពួងបានស្លាប់និងបាត់បង់អស់ទៅហើយនៅឡើយតែក្មេងស្រីម្នាក់ជាមួយនឹងជីដូននិងចៅត្រូវស៊ីឈ្នួលគេដើម្បីចិញ្ចឹមជីវិតក្នុងផ្ទះនោះបានមានថាសមាសដែលមហាសេដ្ឋីរបស់យាយនិងចៅនោះធ្លាប់ប្រើប្រាស់ហើយទុកជាមួយនឹងភាជនៈដតីកាលដែលមិនបានប្រើប្រាស់យូរទៅក្អែលខ្មៅក៏ចាប់កាន់ទៅជាស្នឹមដែលធ្វើឲ្យយាយនិងចៅមិនដឹងថាជាថាសមាសឡើយសម័យនោះឈ្មួញលេះលោះបានដើរស្រែកលក់របស់រហូតទៅដល់ថ្លង់ទ្វារផ្ទះនោះកុមារិកាបានឃើញឈ្មួញលក់របស់មានប្រដាប់សម្រាប់ខ្លួនលេងក៏ពោលទៅនឹងជីដូនថាយាយសូមយាយទិញប្រដាប់នោះឲ្យចៅយាយពោលថាចៅអើយយើងជាអ្នកក្របានអ្វីទៅទិញចៅស្រីពោលថាយើងមានថាសនេះទុកទៅក៏មិនបានប្រយោជន៍ដល់យើងដែរចូលយាយឲ្យថាសនេះដូរយកគ្រឿងប្រដាប់ឲ្យចៅយាយទើបឲ្យហៅនាយពាណិជ្ជមកហើយឲ្យអង្គុយលើអាសនៈបានឲ្យថាសមាសនោះហើយពោលថានាយអ្នកចូលយកថាសនេះហើយឲ្យគ្រឿងប្រដាប់អ្វីដល់ចៅស្រីរបស់ខ្ញុំនេះលេងផងណានាយពាណិជ្ជយកដៃចាប់ថាសនោះហើយគិតថាវាជាថាសមាសទើបត្រឡប់ថាសផ្កាប់យកមកជល់ឆូតបាត់ថាសដឹងច្បាស់ថាជាមាសទើបគិតថាយើងនឹងមិនឲ្យអ្វីដល់មនុស្សទាំងនេះឡើយនឹងនាំយកថាសនេះទៅហើយពោលថាថាសនេះវាមិនមានតម្លៃអ្វីទេសំបីតែកន្លះមាសកៈមិនបានផងឈ្មួញកំហួច
បានបោះថាសមាសទៅលើដីហើយក្រោកចាស់អាសនៈជះចេញទៅព្រះបរមពោធិសត្វបានដើរលក់របស់របរនោះរហូតទៅប្រសពគ្នានឹងផ្លូវដែលនាយពាណិជ្ជលេះលោះកំហូចបានដើរទើបចូលទៅកាន់ផ្លូវនោះស្រែកលក់របស់ថាចូលកាន់យកនៅគ្រឿងប្រដាប់ដូច្នេះហើយបានទៅដល់ថ្លោងទ្វារផ្ទះនោះឯងកុមារិកានោះបានពោលនឹងជីដូនដូចមុនទៀតលំដាប់នោះយាយបានពោលនឹងចៅថាចៅអើយឈ្មួញដែលមកដល់ផ្ទះនេះបានបោះថាសនោះចោលទៅនឹងដីហើយឥឡូវនេះយើងបានអ្វីឲ្យគេទៀតដើម្បីបានគ្រឿងប្រដាប់ចៅពោលថាយាយអើយឈ្មួញមុននោះនិយាយសំឡេងក្រូតក្រៀតណាស់ចំណែកឥឡូវនេះឈ្មួញនេះគួរឲ្យស្រឡាញ់និយាយដោយសំឡេងទន់ភ្លន់គាត់មកតែទទួលយកមិនខានយាយពោលថាបើដូច្នោះចៅហៅគាត់មកចៅស្រីក៏បានស្រែកហៅនាយពាណិជ្ជដែលជាព្រះបរមពោធិសត្វលំដាប់នោះយាយនិងចៅបានយកថាសមាសនោះឲ្យដល់ព្រះបរមពោធិសត្វដែលបានចូលមកអង្គុយក្នុងផ្ទះព្រះបរមពោធិសត្វដឹងថាជាថាសមាសទើបពោលថាម៉ែថាសនេះមានតម្លៃដល់ទៅសែនកហបណៈឯរបស់ដែលមានតម្លៃស្មើនឹងថាសនេះមិនមានក្នុងដៃរបស់ខ្ញុំបាទឡើយយាយនឹងជីដូនទើបពោលថាណែនាយដ៏មានបុណ្យអើយនាយពាណិជ្ជដែលមកមុននោះបានពោលថាថាសនេះមានតម្លៃមិនដល់កន្លះមាសកៈផងហើយក្រវែងថាសនេះចោលទៅនឹងដីប៉ុន្តែថាសនេះបានកើតជាថាសមាសព្រោះបុណ្យរបស់លោកពួកយើងឲ្យថាសនេះដល់លោកឲ្យអ្វីដល់ពួកយើងក៏បានដែរខណៈនោះព្រះបរមពោធិសត្វទើបឲ្យកហបណៈ500ដែលមាននៅនឹងដៃព្រមទាំងគ្រឿងរបស់ទាំងអស់ដែលមានតម្លៃស្មើនឹង500កហបណៈផងដែរសូមទុកត្រឹមតែប៉ុណ្ណេះថាអ្នកទាំងពីរចូលឲ្យចិញ្ចីនឹងបាវព្រមទាំងកហបណៈ8កហបណៈដល់ខ្ញុំបាទរួចហើយក៏បានកាន់យកថាសនោះឯងរត់រះទៅកាន់កំពង់ទឹកព្រះបរមពោធិសត្វឲ្យម្ចាស់ទូក8កហបណៈហើយក៏ឡើងទូកទៅចំណែកនាយពាណិជ្ជដែលជាជនពាលបានត្រឡប់ទៅផ្ទះនោះទៀតហើយពោលថាអ្នកចូលនាំថាសនោះមកយើងនឹងឲ្យរបស់ខ្លះស្ត្រីនោះបានតេះដៀលនាយឈ្មួញនោះហើយពោលថាអ្នកឯងបានធ្វើថាសមាសដែលមានតម្លៃ100,000កហបណៈរបស់យើងឲ្យមានតម្លៃមិនបានកន្លះមាសកៈផងប៉ុន្តែនាយពាណិជ្ជម្នាក់ដែលមានធម៌បានឲ្យទ្រព្យ1000កហបណៈហើយកាន់យកមាសនោះទៅហើយនាយពាណិជ្ជកំហូចបានស្ដាប់ដូច្នោះហើយគិតថាយើងជាអ្នកវិនិច្ឆ័យថាសដែលមានតម្លៃ100,000ពាណិជ្ជនោះបានធ្វើសេចក្តីវិនិច្ឆ័យដ៏ធំឲ្យដល់យើងណោរួចហើយពាណិជ្ជកំហូចកើតសេចក្តីសោកសៅដ៏មានកម្លាំងមិនអាចតាំងស្មារតីបានក៏ដួលសន្លប់ទៅនឹងដីដឹងខ្លួនឡើងវិញបានចោលកហបណៈដែលនៅនឹងដៃព្រមទាំងឥវ៉ាន់ទាំងអស់នៅនឹងមុខផ្ទះនោះឯងចោលទាំងសំពត់សម្លៀកដណ្ដប់កាន់យកតែចិញ្ចីធ្វើជាដំបង
រត់ទៅតាមស្នាមជើងព្រះបរមពោធិសត្វទៅដល់មាត់ទន្លេឃើញព្រះបរមពោធិសត្វកំពុងទៅហើយទើបពោលថាណែម្ចាស់ទូកដ៏ចម្រើនអ្នកចូលត្រឡប់ទូកព្រះបរមពោធិសត្វហាមថាកុំត្រឡប់ឡើយជនពាលជាពាណិជ្ជឃើញព្រះបរមពោធិសត្វទៅហើយក៏កើតសេចក្តីសោកសៅខ្លាំងក្លាហឫទ័យក្តៅផ្សាក្អួតឈាមស្រស់ស្រស់ហើយចងអាឃាតនឹងព្រះបរមពោធិសត្វដល់នៅការអស់ជីវិតក្នុងទីនោះឯងនេះជាការចងអាឃាតនឹងព្រះបរមពោធិសត្វនៃព្រះទេវទត្តជាគ្រាដំបូងព្រះបរមពោធិសត្វធ្វើបុណ្យមានទានជាដើមហើយក៏បានទៅតាមយថាកម្មព្រះសម្មាសម្ពុទ្ធកាលដែលព្រះអង្គត្រាស់នៅព្រះធម៌ទេសនានេះហើយទ្រង់បានត្រាស់សម្ដែងនៅព្រះគាថានេះថាអិធៈចេណੰនិរាធេសិសត្ថមមស្សនិយាមកੰចិរੰថ្វាំងអនុតប្បេសិសេរិវយ៉ាងវៈវិនិច្ឆោតេបើអ្នកធ្វើឲ្យឃ្លាតចាកនៅសោតាបត្តមៈជាគ្រឿងកំណត់នៅព្រះសទ្ធម្មនោះក្នុងព្រះសាសនានេះហើយអ្នកនឹងក្តៅក្រហាយរឿយអស់កាលដ៏យូរដូចជាពាណិជ្ជឈ្មោះសេរិវៈនេះដូច្នោះឯងព្រះអង្គទ្រង់ប្រជុំជាដកថាពាណិជ្ជពាលក្នុងកាលនោះបានជាភិក្ខុទេវទត្តក្នុងកាលនេះឯចំណែកនាយពាណិជ្ជដែលជាបណ្ឌិតក្នុងកាលនោះបានមកជាតថាគតនេះឯង